ត្រីអារ៉ាបៃម៉ាគឺជាពូជត្រីដែលមានដើមកំណើតនៅក្នុងអាងទន្លេអាម៉ាហ្សូននិងអាងទន្លេតូកង់ទីនអារ៉ាហ្គូយ៉ានៃប្រទេសប្រេស៊ីលគេដឹងថាវាមានវត្តមាននៅក្នុងប្រទេសប្រេស៊ីលនិងប៉េរូនៅក្នុងប្រទេសបូលីវីនិងប៉េរូគេហៅវាថាផៃឆេហើយវាត្រូវបានគេចាត់ទុកថាជាប្រភេទសត្វរំលោភបំពាននៅក្នុងតំបន់ភាគច្រើនដែលជះឥទ្ធិពលដល់ប្រភេទសត្វក្នុងស្រុកនិងប្រព័ន្ធអេកូឡូស៊ីចំនួនតូចៗផ្សេងទៀតត្រូវបានគេរកឃើញនៅក្នុងតំបន់អ៊ីគូតូសនៃប្រទេសប៉េរូនិងតាមដងទន្លេដាច់ដោយឡែកចំនួន4ក្នុងប្រទេសអេក្វាឌ័រកូឡុំប៊ីនិងហ្គីយ៉ានការរីករាលដាលនិងការថយចុះនៃចំនួនសត្វប្រភេទនេះកំពុងកើនឡើងនិងកាន់តែមានសភាពទូទៅនៅក្នុងតំបន់ដែលមិនមែនជាដែនដីកំណើតរបស់វាប៉ុន្តែបែរជាកំពុងធ្លាក់ចុះយ៉ាងលឿននៅក្នុងតំបន់កំណើតរបស់វាទៅវិញវាត្រូវបានរកឃើញដំបូងក្នុងឆ្នាំ1976ដោយត្រូវបាននាំចូលទៅក្នុងតំបន់ Madre de Dios ក្នុងប្រទេសប៉េរូក្នុងគោលបំណងចិញ្ចឹមវារីវប្បកម្មក្នុងរយៈពេលប្រហែល1ទសវត្សរ៍ត្រីអារ៉ាប់បៃម៉ាតត្រូវបានគេរកឃើញនៅក្នុងទឹកដីប្រទេសបូលីវីដោយសារការតភ្ជាប់នៃអាងទន្លេ Madre de Dios ទៅនឹងទន្លេបេនីក្នុងប្រទេសបូលីវីការឡើងខ្ពស់នៃទឹកនៅក្នុងស្រះចិញ្ចឹមបានធ្វើឲ្យត្រីទាំងនេះរួចចេញទៅក្នុងប្រភពទឹកធម្មជាតិនិងបង្កើតជាអាណានិគមនៅក្រៅការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសបូលីវីការចែកចាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសបូលីវីត្រូវបានកត់ត្រាទុកចំនួន70ចំណុចរួមមានទន្លេតូចៗបឹងទឹកសាបស្ទឹងនានានៅចន្លោះទន្លេបេនីនិង Madre de Dios ប៉េរូរបាយការណ៍ប្រវត្តិសាស្ត្រនៃការប្រទះឃើញត្រីអារ៉ាបៃម៉ាបានចាប់ផ្ដើមពីភាគខាងជើងក្បែរព្រំដែនប៉េរូបន្ទាប់មកវាបានធ្វើដំណើរតាមចរន្តទឹកចុះមកក្រោមនៅពេលដែលចំនួនរបស់វាចាប់ផ្ដើមរីកដុះដាលនិងបំបែកទីតាំងរស់នៅក្នុងរយៈពេលតិចជាង30ឆ្នាំប្រភេទសត្វនេះបានរំលោភបំពានពេញអាងទន្លេ Madre de Dios និង Beniការនាំចូលទៅកាន់អាស៊ីនិងតំបន់ផ្សេងៗប្រភេទសត្វនេះត្រូវបាននាំចូលទៅកាន់ផ្នែកខ្លះនៃអាស៊ីបូព៌ាទាំងក្នុងគោលបំណងនេសាទនិងដោយអចេតនាពួកវាត្រូវបានគេរកឃើញនៅក្នុងតំបន់ព្រៃលិចទឹកដែលជាកន្លែងពួកវាបន្តពូជក្នុងរដូវវស្សាហើយពួកវានឹងផ្លាស់ទីទៅកាន់បឹងវិញបន្ទាប់ពីកម្រិតទឹកស្រកចុះក្រៅពីនេះវាក៏ត្រូវបានចែកចាយតាមរយៈការចិញ្ចឹមត្រីលម្អនិងការជួញដូរសត្វចិញ្ចឹមយ៉ាងទូលំទូលាយនៅក្នុងអឺរ៉ុបអាមេរិកខាងជើងអាមេរិកខាងត្បូងអាស៊ីមានកសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសថៃនិងម៉ាឡេស៊ីវ៉ាថៃម៉ាក៏មានភាពលេចធ្លោជាពិសេសនៅក្នុងតំបន់ Java និង Sumatra នៃប្រទេសឥណ្ឌូនេស៊ីការសិក្សាបានរកឃើញបុគ្គលខ្លះនៅក្នុងទឹកសាបឬងាប់នៅតាមទឹកទន្លេរាក់ៗការរកឃើញមួយបានកត់ត្រាទុកថាមានសរុបចំនួន22ក្បាលនៅក្នុងទីក្រុង Surabaya ដែលជាទីក្រុងធំទី2របស់ឥណ្ឌូនេស៊ីកំណត់ត្រាផូស៊ីលដែលមានអាយុកាល13លានឆ្នាំរបស់ត្រីអារ៉ាបៃម៉ាឬប្រភេទសត្វដែលស្រដៀងគ្នាខ្លាំងត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ីក្នុងតំបន់ Villavia Formation ដែលមានតាំងពីយុគសម័យ Miocene Eocene Epoch